ប្រិមត្តនិកជនជាទីមេត្រីបាទយើងទៅមើលការ highlight ទាំងស្រុងនៃការប្រកួតតែម្ដងបាទនេះគឺជាវីដេអូ highlight ទាំងស្រុងនៃការប្រកួតបាទរវាងអង្គរ Tiger ជាមួយនឹងបង្គេតហើយក៏សូមអធិស្ឋានប្រិមត្តនិកជនមកដែរបាទក្របបាល់ក្នុងការវីដេអូ highlight នេះគឺបាត់ក្របបាល់អង្គរ Tiger មួយគ្រាប់បន្ទាប់ពីបាទពេលនោះគឺសុទ្ធបញ្ចូលទីហើយគឺដាច់ភ្លើងតែម្ដងដាច់ភ្លើងហើយក៏បាត់ក្របបាល់បញ្ចូលទីរបស់អង្គរ Tiger យើងមើលកន្លែងនេះបាទឱកាសដំបូងរបស់ Kholi Bali មួយជើងឆ្វេងនេះជួយបានពីកុយសលឹមឱកាសទៅជាបន្ត Stefan Golubovic កន្លែងនេះបាទទាញចូលមកខាងក្នុងហើយក៏បាទទាត់ជើងស្ដាំមិនចំគោលដៅសៀងចន្ទធាបញ្ជូនឲ្យ Thomas Scott បាទលើកមកស្អាតមែនទែន Stefan ជើងឆ្វេងនេះជួយបានពី G ប៊ុនហេងThomas Scott បញ្ជូនឲ្យតាំងប៊ុនឆាយកន្លែងនេះល្អមែនតើបាទប៊ុនឆាយអាស៊ីសមួយគ្រាប់បាទត្រង់នេះបាទលើមកកោងស្អាតមែនតើមួយក្បាលរបស់ Stefan បញ្ចប់ទីបានយ៉ាងស្អាតបាទរកបានមួយគ្រាប់បាទនាំមុខអង្គរ Tiger 1-0ពីការអតែតបញ្ចូលទីរបស់ Stefan Golubovic ការបញ្ជូនបានយ៉ាងស្អាតរបស់តាំងប៊ុនឆាយក៏តែតភ្ញុចបាទចូលទីតែម្ដងពី Stefanបាទទៅណាមិនឆ្ងាយកន្លែងនេះបាទ Stefan Golubovic រកបានក្របបាល់ទី2ពីការបាទឆ្កឹះបញ្ចូលទីបានយ៉ាងស្អាតបន្ទាប់ពីយីប៊ុនហេងបាទចេញមកហើយក៏បាទ Stefan បាទឆ្កឹះបញ្ចូលទីបានយ៉ាងស្អាតតែម្ដងបាទកន្លែងនេះបាទទៅមិនទាន់ពីអឹមវ៉ាឃីមបាទ Stefan Golubovic រកបាន2គ្រាប់ម្នាក់ឯងបាទនៅក្នុងការប្រកួតនេះឱកាសកន្លែងនេះជួអោពេត្រូមួយជើងឆ្វេងជួយបានពីកយសាលីមបាទជួអោពេត្រូបាទកន្លែងនេះបាទការលើកមកចូលមកខាងក្នុងប៉ុន្តែថែមិនបានល្អឱកាសរបស់អង្គរ Tiger កន្លែងនេះបាទវានឹងមានក្របបាល់តាមស្មើប៉ុន្តែបាទប្លុកបានពី Alexander Becker កន្លែងនេះហើយក្របបាល់ទី3កាត់ឡើងពីការអត់សុទ្ធបញ្ចូលទីរបស់សៀងចន្ទធាបាទអស់ទៅខ្លួនឯងតែម្ដងហើយក៏ទាត់រាជើងឆ្វេងបន្លោះជើង Nugent Ben William រកក្របបាល់ទី3ឲ្យបង្គេតបាននៅមុខអង្គរ Tiger 3-1ពីការបញ្ចប់ទីបានយ៉ាងស្អាតរបស់សៀងចន្ទធាមួយគ្រាប់នេះគឺគ្មានសល់ទេបាទសៀងចន្ទធាបាទយីប៊ុនហេងមិនអាចសង្គ្រោះបាននេះបានទេការគប់បាល់ទូរបស់បាទម៉ត់សាត់សាកន្លែងនេះវានឹងមានក្របបាល់អូនហ្គោលរបស់ Thomas Scott ប៉ុន្តែជួយបានពីកុយសលឹមលោកអញ្ញាកដាលលោកព្រឹមមេងហွာក៏ផ្លុំបញ្ចាយបញ្ចប់ការប្រកួតទាំងស្រុងតែម្ដងចូលរួមអបអរសាទរទៅដល់បង្គេតរកបាន3ពិន្ទុបន្ថែមនៅសប្តាហ៍ទី30